លោកដូណាល់ត្រាំបានគម្រាមថាយោធាអាមេរិកនឹងយកមីស៊ីលទៅស្រោចអ៊ីរ៉ង់ខ្លាំងជាងមុន20ដងប្រសិនបើកងកម្លាំងអ៊ីរ៉ង់ហ៊ានបិទច្រកសមុទ្រហូមូសបណ្ដាលឲ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេងលើកនេះលោកត្រាំពិតជាទ្រាំលេងបានហើយគណៈមហាអំណាចអាមេរិកដែលធ្លាប់តែក្អកក៏អាចឲ្យគេចោះចាញ់បាននោះបែរជាមិនអាចធ្វើឲ្យអ៊ីរ៉ង់ទន់ជង្គង់បានលើកនេះលោកត្រាំបានព្រមានលេងអ៊ីរ៉ង់យ៉ាងចាស់ដៃនិងខ្លាំងជាងមុន20ដងបើមានការរាំងស្ទះដល់រំហោប្រេងសកលហើយក្នុងនោះលោកបានបញ្ជាក់ច្បាស់ថាគោលដៅជាច្រើននៅអ៊ីរ៉ង់នឹងត្រូវកំទេចរហូតអ៊ីរ៉ង់មើលលេងស្គាល់ថាជាប្រទេសតទៅទៀតគូបញ្ជាក់ថាបើយោងតាមគេហទំព័រតាមដានច្រកសមុទ្រហូមូសនៅ24ម៉ោងចុងក្រោយនេះមាននាវាតែ2គ្រឿងប៉ុណ្ណោះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពខណៈជាធម្មតាមាននាវារហូតដល់ជាង60គ្រឿងក្នុងមួយថ្ងៃធ្វើដំណើរទៅវិញទៅមកកាត់ច្រកសមុទ្រនេះសូមចុច follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍